បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថាខ្ញុំមានគូដណ្ដឹងរស់នៅសហរដ្ឋអាមេរិកហើយបានភ្ជាប់ពាក្យឆ្នាំមុនហើយក៏បានដាក់ពាក្យធានារួចហើយដែរបើខ្ញុំទៅលេងអាមេរិកតើប៉ះពាល់ដល់ការធានាទៅរស់នៅដែរឬទេបាទអញ្ចឹងគូដណ្ដឹងគាត់ដាក់ពាក្យធានារួចហើយគាត់សួរបើចង់ទៅលេងបើចង់ទៅលេងអាមេរិកតើប៉ះពាល់ដល់ការធានាដែរឬទេបាទចម្លើយច្បាប់អន្តរប្រវេសន៍សហរដ្ឋអាមេរិកមិនបានហាមឃាត់នោះទេទោះបីជាលោកអ្នកកំពុងមានសំណុំរឿងគឺម្ដាយឪពុកធានាលោកអ្នកឬក៏បងប្អូនធានាលោកអ្នកឬក៏ប្តីប្រពន្ធធានាលោកអ្នកឬក៏កំពុងត្រូវបានគូដណ្ដឹងដាក់ពាក្យធានាលោកអ្នកមករៀបការនៅសហរដ្ឋអាមេរិកក៏ដោយលោកអ្នកនៅតែមានសិទ្ធិដាក់ពាក្យស្នើសុំវីសាមកលេងជាដដែលហើយលោកអ្នកនៅតែមានឱកាសសម្ភាសជាប់ដូចគេដូចឯងអញ្ចឹងមិនមានអ្វីប៉ះពាល់នោះទេបាទរឿងសុំបានវីសាទៅលេងឬអត់វាអាស្រ័យទៅលើប្រវត្តិដើរលេងក្រៅប្រទេសការងារនិងទំនុកចិត្តដែលមន្ត្រីស្ថានទូតជឿទៅលើលោកអ្នកផ្ទាល់បើមន្ត្រីស្ថានទូតជឿជាក់ថាលោកអ្នកទៅលេងហើយមកវិញលោកអ្នកទៅដល់អាមេរិកហើយមកវិញគេនឹងចាញ់វីសាជូនលោកអ្នកផ្ទុយទៅវិញប្រសិនបើមន្ត្រីស្ថានទូតមិនមានទំនុកចិត្តលើលោកអ្នកគឺគេមិនជឿទុកចិត្តលើលោកអ្នកគេមិនអាចឲ្យវីសាលោកអ្នកបានទេទោះបីជាលោកអ្នកមានអ្នកធានានៅអាមេរិកហើយក្តីមិនមានអ្នកដាក់ពាក្យធានាហើយក្តីក៏មិនពាក់ព័ន្ធនឹងសំណុំរឿងទៅលេងដែរសំខាន់លោកអ្នក build up គឺផ្ដល់នៅទំនុកចិត្តដល់មន្ត្រីស្ថានទូតនៅពេលសម្ភាសបើពេលសម្ភាសហ្នឹងមន្ត្រីកុងស៊ុលហ្នឹងគេជឿជាក់ថាអូខេលោកអ្នកមានប្រវត្តិការងារល្អប្រវត្តិដើរលេងល្អគេជឿទុកចិត្តថាទៅឲ្យមកវិញគេនឹងចាញ់វីសាជូនលោកអ្នកបាទអញ្ចឹងសរុបមកការដាក់ពាក្យមកលេងមិនពាក់ព័ន្ធនឹងសំណុំរឿងដែលធានាមករស់នៅសហរដ្ឋអាមេរិកនោះទេលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានប្រសិនបើត្រូវការព័ត៌មានលម្អិតឬត្រូវការសេវាកម្មផ្នែកទិដ្ឋាការណាមួយខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះ